đã tê bật bật thọ xong ông chun khiêm cái nàng bài ban hụt មកចូលសូមនមស្ការចំពោះប្រជុំ3នៃបត្រៃរដ្ឋដែលជារដ្ឋដ៏ដងឧត្តមប្រសើរលើសលោកសពកាលហើយមុនលើកក៏សូមនមស្ការចំពោះលោកម្ចាស់គ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ទេណាទាំងក្នុងនិងក្រៅប្រទេសណាដោយនៅក្នុងគណៈនេះថ្ងៃនេះដោយខ្ញុំគណៈអាត្មាភាពហើយជាគណៈគ្រប់គ្រងវត្តនៅក្នុងវត្តសាមគ្គីមានជ័យហៅវត្តទួលជ័យណាតំណាងឲ្យញោមម្ចាស់គណៈកម្មការបងប្អូនប្រជាពុទ្ធបរិស័ទដែលរស់នៅក្នុងភូមិទាំងមូលថ្ងៃនេះអាត្មាភាពបានចុះមកណាជូនជាអំណោយណាសម្រាប់ជូនទៅដល់លោកយាយហើយដោយអំណោយទាំងអស់នេះសុទ្ធសឹងបានមកពីញាតិញោមពុទ្ធបរិស័ទរស់នៅក្នុងភូមិដែរទេបានប្រកេនហើយជាពិសេសបូករួមនឹងណាញោមប្រុសញោមស្រីណាញោមស្រីអ៊ីហាននិងញោមប្រុសសេងនិងញោមស្រីវ៉ាន់ឌីជាពិសេសនោះជឿទុកចិត្តណាសម្រាប់ណាបងប្រុសជាង60ព្រមទាំងណាភរិយាណាក៏បានប្រកេននៅណាអង្គណាព្រមទាំងបច្ច័យណាសម្រាប់វត្តទួលជ័យហើយខ្ញុំគណៈអាត្មាភាពណាក៏បានណានាំនៅទេយ្យទានទាំងអស់នេះយកមកជូនណាធ្វើបុណ្យជាបន្តបន្ទាប់ទៀតដោយថ្ងៃនេះអាត្មាភាពណាក៏បានរួមដំណើរជាមួយនឹងណាលោកប្អូនដែលគង់នៅក្នុងវត្តហើយក៏បានមាននៅសម្ភារៈមួយចំនួនទៀតណាមានដូចជាភួយមុងកន្ទេលខ្នោយមានទាំងចក្រានចានឆ្នាំងមានដូចជាតែសពគ្រប់បែបយ៉ាងនៅខាងមុខនេះស្រាប់តែម្ដងញញឹមប្រុសស្រីលោកម្ចាស់ហើយអញ្ចឹងទេមុននឹងបកគលនៅសម្ភារៈដល់លោកយាយដែលក៏បានណាសម្ភារឬមួយក៏ចម្រើនពរញោមបន្តិចញោមចម្រើនពរហើយលោកយាយសប្ថ្ងៃបញ្ជនប្រមាណហើយទៀតបញ្ជន80គួតអូ80គួតញោមប្រុសស្រីថ្ងៃដំណើរអាយុ8ដំណើរព្រះអង្គថ្ងៃដំណើរព្រះអង្គតែម្ដងញោមណាអាយុ8គួតហើយសប្ថ្ងៃហ្នឹងដែរមានឈឺមានស្កាត់អីទេឈឺដែរបាទឈឺតិចតួចអូទទួលបានណាឈឺតិចតួចទេដោយណាអាត្មាភាពប្រុសហ្នឹងហើយដោយឃើញញោមគឺថាអញ្ជើញទៅវត្តទៅវាងរាល់ថ្ងៃហើយញោមមានពនាមអីដែរញោមមានពនាមអីដែរពោតងិនគុណចាស់អូញោមមានពនាមថាពោតណាពោតងិនហើយដោយអាយុ8គត់ទេញោមហ្នឹងតែនៅជិះកង់បានណានៅជិះកង់បានហើយញោមអញ្ជើញទៅបំពេញបុណ្យពេញកុសលនៅវត្តហ្នឹងជារៀងរាល់សិលណាជារៀងរាល់សិលហ្នឹងឃើញញោមហើយតែងតែណាចូលរួមតាមរយៈបុណ្យណាតាមគេអត្ថាហ្នឹងតែងតែឃើញញោមហើយអញ្ជើញទៅហើយសម្ភារៈទាំងអស់នេះព្រមទាំងបច្ច័យណាតិចតួចស្ទួយស្ដើងដែលយកមកជូនញោមណាយកមកជូនញោមហើយបច្ច័យទាំងអស់នេះណាឬមួយក៏សម្ភារៈទាំងអស់នេះបានមកពីសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទដែរទេជាពិសេសញាតិញោមនៅក្នុងភូមិហើយជាកិច្ចចុងក្រោយសូមញោមណាមានជាមតិយោបល់ព្រមទាំងសូមថ្លែងអំណរអគុណជូនបុណ្យជូនកុសលទៅដល់ម្ចាស់ជំនួយដែលញោមប្រុសញោមស្រីណាដែលរស់នៅក្នុងរដ្ឋ Ireland សហរដ្ឋអាមេរិកណាដែលមានជាជំនួយជាអង្គនោះគឺមានចំនួន12គីឡូអញ្ចឹងណា12គីឡូហើយមានដូចជាឆ្នាំងសម្រាប់ដាំបាយមានដូចជាចានស្រាក់ហ្នឹងហើយមួយចំនួនញោមណាដើម្បីជូនដល់ញោមហើយនេះភួយនេះល្អណាស់កក់ក្ដៅញោមណាភួយនេះណាហើយបច្ច័យនឹងតិចតួចស្រួយស្ដាងញោមណាហើយជាចុងក្រោយសុំញោមផ្ដល់ជាមតិបន្តិចជូនបុណ្យជូនកុសលជូនទៅដល់ញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់ជំនួយផងទៀតសូមឲ្យពរបោះម្ចាស់ជំនួយនឹងឲ្យបានអាយុយឺនយូរឲ្យកាន់តែមានអានិសង្សខ្ពស់ទៅមុខអាយុឲ្យវែងដូចយាយវិសាខាអញ្ចឹងព្រះអង្គហើយទាំងព្រះអង្គទាំងម្ចាស់ជំនួយទាំងអស់ខ្ញុំឲ្យពរនឹងឲ្យបានអាយុវែងរស់ស៊ីមានបានជាជុំអាយុវែងដូចក្តីប្រាថ្នាសាធុសូមអនុមោទនាអញ្ចឹងសូមជូនបច្ច័យព្រមទាំងទេយ្យទានដល់ញោម
អានេះបច្ច័យ សាធុទេវតាទេបុត្រពុទ្ធព្រះសង្ឃព្រះអង្គជូនខ្ញុំកណាងសូមឲ្យព្រះអង្គគ្រប់រូបហើយនឹងបងអស់ចាស់ជំនួយនឹងឲ្យរស់ស៊ីមានបានឲ្យព្រះអង្គនៅរស់នៅឲ្យបានឲ្យក្នុងភាសានឹងឲ្យបានយូរវែងកុំឲ្យមានសត្រូវណាមកបៀតបៀនព្រះអង្គគ្រប់ព្រះអង្គឲ្យបានដូចក្តីប្រាថ្នាព្រះអង្គណាអាយុវែងបានកសាងវត្តនឹងឲ្យបានជឿនលឿនទៅមុខទៀត សូមអនុមោទនាហើយអរគុណណាស់នៅមតិណាដ៏មានអត្ថន័យការជូនពរណាសម្រាប់ម្ចាស់ជំនួយដែលជួយតាមរយៈខ្ញុំគណៈអាត្មាភាពហើយញាតិញោមប្រុសស្រីណាដែលមានជាជំនួយឬមួយក៏តាមដាននៅក្នុងបណ្ដាញសង្គម YouTube បណ្ដាញសង្គម Facebook អីយ៉ាងណាមានជាសទ្ធាជួយទៅដល់លោកយាយពតងិនដែលមានបច្ចុប្បន្ន80ឆ្នាំដោយខ្ញុំគណៈអាត្មាភាពនេះគឺថាចុះមកដល់កន្លែងនេះផ្ទាល់តែម្ដងខ្ញុំណាជាកិច្ចចុងក្រោយនេះគឺសូមជូនបុណ្យជូនកុសលជូនទៅដល់ម្ចាស់ជំនួយញាតិញោមប្រុសស្រីទាំងអស់ទៀតណាហ្នឹងហើយញាតិញោមទាំងអស់ណាទាំងក្នុងនិងក្រៅប្រទេសលោកម្ចាស់គ្រប់ព្រះអង្គហ្នឹងណាទៅទីណាមកណាហ្នឹងក៏សូមឲ្យសុខសុវត្ថិភាពទេណាសូមឲ្យបានជាចំណែកបុណ្យទេវតាចាំថ្មីពនាមរិទ្ធិសាទេវីទុសបារមីដែលថែរក្សានៅក្នុងវត្តទូលជ័យទុសបារមីគ្រប់ឋានទាំងអស់ណាបីបាច់តាមថែរក្សាបងប្អូនប្រុសស្រីទាំងអស់ដែលរស់នៅក្នុងសកលលោកសូមណាជូនបុណ្យជូនកុសលទៅដល់ពពួកសត្វកុំឲ្យមានពៀវរាននឹងគ្នាណាសូមឲ្យបានជាចំណែកបុណ្យស្មើគ្នាជាបច្ច័យរួចផុតចាកទុកទាំងអស់អង្គទាំងអស់គ្នាសូមអនុមោទនា